យោពមហេលីនុចខ្ញុំបានរៀបចំឲ្យអ្នករៀបការជាមួយម៉ងសៅហើយអ្នកហ៊ាននៅខាងក្រៅពេញមួយយប់អ្នកត្រឡប់មកវិញភ្លាមខ្ញុំរវល់នៅខាងក្រៅខ្ញុំមានរបស់រំដៃអ្នកជាមួយខ្ញុំអ្នកមានឥរិយាបថល្អជាងខ្លួនអ្នកមិនអីទេក្នុងរយៈពេល1ម៉ោងខ្ញុំនឹងនៅទីនោះខ្ញុំមានអ្វីដែលត្រូវថែរក្សាជាមុនសិនសុំទោសដែលខ្ញុំគួរតែដើរអ្នកទេវាមិនអីទេលោកខ្ញុំបានបង់ប្រាក់រួចហើយឥឡូវអ្នកមានសរសៃប្រសាទខ្លះហើយអ្នកមិនទាំងមកផ្ទះផងអ្នកបានចាក់ចេញពីខ្ញុំនៅជនបទអស់រយៈពេលជាង10ឆ្នាំពេលខ្ញុំនៅក្មេងអ្នកមិនដែលយកចិត្តទុកដាក់ឬសួរហើយឥឡូវនេះខ្ញុំមិនបាននៅផ្ទះតែមួយថ្ងៃទេអ្នកកំពុងធ្វើឲ្យរអាក់រអួលបែបនេះវាជាការគួរឲ្យស្អប់ខ្ពើមលីនថេនធានអ្នកធ្លាប់វាខ្ញុំជាញឹកញាប់នៅពេលខ្ញុំនៅក្មេងនោះគឺដោយសារតែខ្ញុំមិនមានសមត្ថភាពប៉ុន្តែប្រសិនបើអ្នកហ៊ានធ្វើបាបខ្ញុំដូចនោះម្ដងទៀតប្រយ័ត្នខ្ញុំនឹងមិនគួរសមចំពោះអ្នកទេអ្នកហ៊ាននិយាយជាមួយខ្ញុំដូចថ្ងៃស្អែកខ្ញុំនឹងបោះចោលរបស់របរទាំងអស់របស់ម៉ាក់អ្នកប្រសិនបើអ្នកហ៊ានប៉ះវត្ថុរបស់ម៉ាក់ខ្ញុំប្រសិនបើអ្នកចង់ឃើញរបស់ម៉ាក់របស់អ្នកម្ដងទៀតអ្នកមានឥរិយាបថល្អជាងខ្លួនអ្នកវាជារបស់ម៉ាក់ខ្ញុំហើយអ្នកគ្មានសិទ្ធិប៉ះវាទេម៉ាក់ខ្ញុំពីការភ្នែកត្រូវបានបោកបញ្ឆោតដោយអ្នកឲ្យបោះបង់ចោលលីនខ្ញុំកំពុងប្រាប់អ្នកថារបស់ម៉ាក់អ្នកគឺជារបស់ខ្ញុំទាំងអស់ខ្ញុំនឹងដោះស្រាយវាដូចដែលខ្ញុំឃើញថាសមហើយចាំថាអ្នកក៏ជាផ្នែកមួយនៃគ្រួសារលីនដែរវាប្រសើរសម្រាប់អ្នកក្នុងការស្ដាប់បង្គាប់ខ្ញុំបន្ទាប់ពីអ្នករៀបការខ្ញុំនឹងធ្វើឲ្យអ្នកក្លាយជាអ្នកគ្រប់គ្រងនៅទីស្នាក់ការកណ្ដាលវាជាការល្អសម្រាប់ខ្លួនឯងអ្នកគ្រាន់តែជាក្មេងស្រីតើអ្នកដឹងអ្វីខ្លះអំពីការគ្រប់គ្រងសាជីវកម្មនៅពេលដែលខ្ញុំយករបស់របស់ម៉ាក់ខ្ញុំមកវិញអ្នកអាចនិយាយលាដល់លីនគ្រប់ខ្ញុំនឹងធ្វើដូចដែលអ្នកបាននិយាយយ៉ាងហោចណាស់អ្នកសមហេតុផលកុំភ្លេចចូលរួមពិធីជប់លៀងចូលរួមរបស់បងស្រីអ្នកនៅថ្ងៃស្អែកខ្ញុំមិនទៅទេអ្នកមិនចង់បានរបស់ម៉ាក់អ្នកទៀតទេយោពមខ្ញុំនឹងទៅខ្ញុំមិនអាចត្រូវបានគំរាមកំហែងដោយឡាញយិនខែនទៀតទេខ្ញុំត្រូវតែយករបស់ម៉ាក់ខ្ញុំយ៉ាងឆាប់រហ័សកញ្ញាលីនអ្នកពិតជាស្រស់ស្អាតណាស់តើអ្នកកំពុងធ្វើអ្វីនៅទីនេះខ្ញុំបានផ្ដល់ឲ្យលីនរ៉ាន់យូ3លានសូមរីករាយនៅយប់នេះមិនអីទេអ្នកកំពុងសុបិនខ្ញុំបានភ្ជាប់ខ្សែ3លានទៅលីនរ៉ាន់រួចហើយប្អូនស្រីរបស់អ្នកបានលក់អ្នកឲ្យខ្ញុំហេតុអ្វី3លានហើយអ្នកនៅតែមិនចង់រៀបការជាមួយខ្ញុំនៅចុងបញ្ចប់អ្នកនឹងស្ដាប់បង្គាប់នឹងមិនអ្នកហេលីណូសូមឲ្យខ្ញុំប្រាប់អ្នកអ្វីមួយអ្នកប្រសើរជាងគ្រាន់តែរៀបការជាមួយខ្ញុំដោយត្រង់គ្រូសាលីនចិត្តឈានដល់ភាពផ្សៃថនហើយកុំបារម្ភបន្ទាប់ពីអ្នករៀបការជាមួយខ្ញុំនឹងផ្ដល់ប្រាក់ពី3លានដល់គ្រូសាលីនសម្រាប់អ្នករារាំងគ្រូសាលីនពីការអាស្រ័យធនយកលុយរបស់អ្នកទៅជាមួយអ្នកនឹងបាត់បង់លីនទេកុំខំច្រើនជាងអ្វីដែលអ្នកអាចទំពាតើអ្នកណាដែលអ្នកគិតថាអ្នកកំពុងព្យាយាមត្រដុសកែងដៃជាមួយខ្ញុំលីនទេអ្នកគ្រាន់តែជាកូនស្រីច្បងរបស់លីនជីនទីនអ្វីដែលធ្វើឲ្យអ្នកគិតថាអ្នកអាចមានភាពក្លាហាននៅចំពោះមុខខ្ញុំតើអ្នកដឹងអំពីក្រុមហ៊ុន Quassia Group ទេHoxa Group គឺជាក្រុមហ៊ុនវិនិយោគអាថ៌កំបាំងបំផុតនៅហៃជេងក្រុមហ៊ុនណាដែលវិនិយោគដោយក្រុមហ៊ុន Husasa Group ក្លាយជាក្រុមហ៊ុនធំក្រុមហ៊ុនចុះបញ្ជីវ៉ងឆុងដែលស្ថិតនៅក្នុងបញ្ជីអ្នកមានកម្ពុជានៅហេឆេងជំពាក់ការកើនឡើងរបស់គាត់មួយផ្នែកចំពោះការវិនិយោគពីក្រុមហ៊ុន Watcher Group តើអ្នកស្គាល់អ្នកតំណាងក្រុមហ៊ុន VOC Group ទេនាមត្រកូលរបស់នាងក៏ជាលីនដែរអ្វីកញ្ញាលីនញ៉ូវែលប្រហែលជាអ្នកអូបងស្រីដូច្នេះនេះគឺជាការបរិច្ឆេទពីការភ្នែកដែលបានរៀបចំដោយឪពុកសម្រាប់អ្នកលីនរ៉ូតតើអ្នកកំពុងធ្វើពុតនៅទីនេះសម្រាប់អ្វីទោះបីជាលោកប្រធានាធិបតីម៉ងមានវ័យចំណាស់បន្តិចប៉ុន្តែយ៉ាងហោចណាស់គាត់ខ្លាំងជាងអ្នករត់តូដែលគ្មានប្រយោជន៍របស់អ្នកមិត្តប្រុសបងស្រីអ្នកពិតជាមានសំណាងណាស់នៅក្នុងស្នេហាប្រធានម៉ងអូដូច្នេះប្អូនស្រីរបស់ខ្ញុំគាត់ធំឡើងនៅជនបទអ្នកដឹងទេប៉ុន្តែយ៉ាងហោចណាស់នាងមិនមើលទៅអាក្រក់ទេប្រសិនបើអ្នករៀបការជាមួយនាងអ្នកនឹងមានសំណាងលីនរ៉ូត